សួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំមកធ្វើមុខម្ហូបមួយដែលខ្ញុំឃើញបងប្អូនភាគច្រើនធ្វើចូលចិត្តធ្វើញ៉ាំមែនតើហើយទំនងញ៉ាំដែរហើយថ្ងៃនេះគឺខ្ញុំមកធ្វើលើកទី1បងប្អូនអរគ្នាចង់ទៅធ្វើមុខម្ហូបអីគេអត់គឺត្រីខបងប្អូនអរគ្នាត្រីខញ៉ាំជាមួយនឹងបន្លែដូចលក់អញ្ចឹងណាបងប្អូនអរគ្នាហើយនេះគ្រឿងផ្សំខ្ញុំមានខ្ទឹមសម្ទេសក្រូចឆ្មាហើយជាមួយនឹងជីដំបងហើយមានសឹកខ្ទឹមអញ្ចឹងណាបងប្អូនអរគ្នាហើយនេះចាប់ផ្ដើមធ្វើការហាន់ជីរណាខ្ទឹមហើយក្រូចឆ្មាខ្ទឹមសមកតែហិលទាំងអស់ហ្នឹងគឺខ្ញុំហាន់ហើយសម្រាប់ជីដំបងគឺខ្ញុំបេះបងប្អូនអរគ្នាខ្ញុំបេះហើយនេះខ្ញុំចាប់ផ្ដើមធ្វើការកោះត្រីខគឺទូអាចរបស់យើងណាមិនដឹងថាឆ្ងាញ់បងប្អូនអរគ្នាខ្ញុំធ្វើលើកទី1ដែរហើយនេះខ្ញុំកោះហើយខ្ញុំដាក់ចូលក្នុងជីមិញខ្ញុំបានហាន់ហ្នឹងហើយខ្ញុំដាក់គ្រឿងដាក់មានទឹកត្រីហើយប៊ីចេងហើយនឹងស្ករហើយខ្ញុំធ្វើការច្របាច់គូឆ្មាដាក់បងប្អូនអរគ្នាហើយគ្រឿងខ្ញុំដាក់តែបន្តិចទេដោយសារតែខ្ញុំអត់ចូលចិត្តរសជាតិមុតទេអីក្តៅខ្ញុំចូលចិត្តមុខម្ហូបដែលមានរសជាតិស្រាលៗបងប្អូនអរគ្នាហើយនេះទីខខ្ញុំក៏បានរួចរាល់ហើយចាប់ដើមហាន់ជាមួយនឹងតសក់បងប្អូនអរគ្នាខ្ញុំមានតសក់ហើយជាមួយនឹងស្រាត់ស្រួយបន្លែខ្ញុំមានតែពីរមុខហ្នឹងឯងបងប្អូនអរគ្នាដោយសារតែខ្ញុំចូលចិត្ត